ការទៅបង់ពន្ធលើអចលនទ្រព្យគឺជាការតបកិច្ចថ្មីមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដើម្បីចូលរួមចំណែកនៅក្នុងការកសាងអភិវឌ្ឍប្រទេសជាតិដោយហេតុថាពីពន្ធមកមិនដែលតម្រូវឲ្យមានការបង់ពន្ធរបៀបនេះបានធ្វើឲ្យពួកគាត់ជួបប្រទះនឹងការលំបាកមួយចំនួនតើការលំបាកអ្វីខ្លះដែលពួកគាត់ជួបប្រទះតើអចលនទ្រព្យអ្វីខ្លះដែលតម្រូវឲ្យពួកគាត់បង់ពន្ធដើម្បីជៀបច្បាស់អំពីបញ្ហានេះសូមអញ្ជើញទស្សនាបទយកាដូចតទៅបបាក់ដែរលោកមួយអត់ចេះធ្វើទេតម្រាំធ្វើកើតហើយកន្លះខែតើកូនតើសួរគេសួរឯងទៅសួរប្រធានភូមិតួណាធ្វើចុះទៅឡើងដោយអត់បានណែនាំផងតែកន្លែងគេហៅណាខ្ញុំអត់ដឹងកន្លែងខ្ញុំអត់ផងប៉ុន្តែខ្ញុំទៅសួរប្រធានភូមិគេការលំបាកគឺរកមន្ត្រីពេលគេហុចកដាំងទៅក៏អត់ទៅបញ្យល់ប្រាប់យើងថាធ្វើមិនចំណេញទេដល់ពេលថ្ងៃបងពុនគេប្រាប់យើងចិត្តដល់បងហើយទៅបងអញ្ចឹងយើងមកសួរមកហាងខណ្ឌនេះសួរគេថាបងមិនអីមិនអញ្ចឹងគេប្រាប់យើងថាការ៉េប៉ុណ្ណេះតម្លៃប៉ុណ្ណេះតំបន់នេះតម្លៃប៉ុណ្ណេះតំបន់តម្លៃប៉ុណ្ណោះនេះគឺជាលើកទី1ហើយនៅក្នុងប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលចាប់ផ្ដើមប្រមូលពន្ធលើអចលនទ្រព្យកាលបរិច្ឆេទផុតកំណត់នៃការបង់ពន្ធលើកទី1គឺនៅថ្ងៃទី30ខែកញ្ញាប៉ុន្តែរាជរដ្ឋាភិបាលបានពន្យាពេល2ដងរួចមកហើយដែលការពន្យាលើកទី2ផុតកំណត់នៅថ្ងៃទី31ខែធ្នូឆ្នាំ2011ព្រោះប្រជាជនជាច្រើនមិនទាន់បានមកបង់ពន្ធតាមកាលកំណត់ដោយសារនេះជាលើកទី1ដូចនេះមានប្រជាជនជាច្រើនមិនទាន់យល់អំពីនីតិវិធីនៃការបង់ពន្ធនេះទេលំបាកមែនតែនយើងបញ្យល់គាត់បើសិនជាគាត់មិនចេះយើងធ្វើជូនគាត់ហៅកូនគាត់ហៅប្តីគាត់ហៅបងប្អូនគាត់ឲ្យពិនិត្យឡើងវិញថាតើពួកខាងយើងជំនាញយើងបញ្យល់គាត់នឹងត្រឹមត្រូវអត់ទោះតែគាត់ព្រមថាអានឹងត្រឹមត្រូវហើយបានយើងដកដៃចេញវិញបានអចលនទ្រព្យដែលត្រូវបង់ពន្ធរួមមានដូចជាដីផ្ទះអគារសំណង់ផ្សេងដែលផ្សំភ្ជាប់នឹងដីនោះក្នុងជំហានដំបូងពន្ធនេះអនុវត្តចំពោះតែអចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌនៃរាជធានីនិងក្រុងនៃខេត្តរីឯពន្ធទៀតសោតអនុវត្តតាមអត្រា0កណ្ដកសញ្ញា 1% និងកាត់ចេញចំនួន100លានរៀលសម្រាប់អចលនទ្រព្យមួយកម្មសិទ្ធិរួមទាំងអនុគ្រោះឲ្យប្រមូលពន្ធតែ 80% នៃតម្លៃអចលនទ្រព្យតែប៉ុណ្ណោះអាស្រ័យហេតុនេះបានជាប្រជាពលរដ្ឋភាគច្រើនបានតម្ដែងនៅការយល់ឃើញយ៉ាងដូចនេះថាខ្ញុំគិតថាល្អបើរដ្ឋាភិបាលគាត់មានចំណូលយុទ្ធប្រើប្រាស់សម្រាប់កសាងហើយថារចនាសម្ព័ន្ធប្រទេសជាតិកម្រិតហ្នឹងដូចជាមិនជាប៉ះពាល់ទេគ្រាន់តែយើងពិបាករងថាយើងបានអង្គុយចាំគាត់សួររឿងតម្លៃដីហ្នឹងអស់ប្រមាណតម្លៃគិតជាការ៉េអស់ប្រមាណបើមនុស្សច្រើនយើងពិបាករងចាំគាត់ខ្ញុំអត់យល់យ៉ាងម៉េចបើរត់គេទំហើខ្ញុំត្រូវតែបង់អញ្ចឹងឥឡូវខ្ញុំបកកែកក៏នៅតែមិនរួចត្រូវតែបង់អញ្ចឹងខ្ញុំទៅបង់មុនគេហើយកុំឲ្យបាក់ដើម្បីបង់ពន្ធបានម្ចាស់អចលនទ្រព្យត្រូវបំពេញទម្រង់លិខិតអចលនទ្រព្យបំពេញពាក្យស្នើសុំនិងបំពេញលិខិតប្រកាសពន្ធរីឯតម្លៃគឺអាស្រ័យទៅតាមទីកន្លែងនិងប្រភេទអចលនទ្រព្យដែលមន្ត្រីជំនាញអះអាងថាបានធ្វើការផ្សព្វផ្សាយជូនតាមរយៈការធ្វើសិក្ខាសាលានិងផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានឲ្យពួកគាត់ផ្សព្វផ្សាយបន្តជូនទៅប្រជាពលរដ្ឋបាទពីដំបូងឡើងយើងបានចេញច្បាប់ប្រមូលពន្ធលើអចលនទ្រព្យនឹងហើយយើងបានបើកសិក្ខាសាលានៅតាមខណ្ឌអាស័យកែវចំនួន2ដងនៅខណ្ឌសែនសុខគឺចំនួន2ដងយើងបានអញ្ជើញលោកចៅសង្កាត់រងនិងប្រធានភូមិនិងអនុភូមិនិងសមាជិកភូមិទាំងអស់ដើម្បីឲ្យមកចូលរួមធ្វើសិក្ខាសាលាធ្វើបទបង្ហាញដោយខ្ញុំបាទផ្ទាល់បន្តមកទៀតក្រែងលោកគាត់មកដល់ស្ដាប់មិនបានអីយើងបានបញ្ជូនមន្ត្រីឲ្យទៅបញ្យលណែនាំទៅដល់សង្កាត់ហើយហៅមេភូមិនឹងមកផ្ទាល់ទៀតហើយមានសំណួរចម្លើយឲ្យគាត់សួរឬគាត់ឆ្ងល់ហើយនឹងធ្វើកណនីលេខនឹងឲ្យប្រធានភូមិសមាជិកភូមិនិងអនុប្រធានភូមិនឹងឲ្យគាត់យល់3នាក់នឹងសិនដើម្បីឲ្យគាត់ទៅផ្សព្វផ្សាយនៅប្រជាជនដែលអត់បានចូលរួមនឹងបន្តថែមទៀតមេភូមិយើងមុនដំបូងហ្នឹងក៏អត់ទាន់យល់ដែរដោយធ្វើការផ្សព្វផ្សាយរៀនសូត្រជាញឹកញាប់នៅសាលាខណ្ឌផងនៅឯខាងសាខាពន្ធដារខណ្ឌផងដល់អញ្ចឹងទៅគឺប្រជាពលរដ្ឋចុះដល់ផ្ទះប្រជាពលរដ្ឋគាត់ភាគច្រើនគឺក៏អត់យល់ទេអញ្ចឹងតលតែលោកមេភូមិរួមជាមួយនឹងមន្ត្រីទទួលខុសត្រូវថ្នាក់សង្កាត់នេះជាមួយនឹងពន្ធដារចុះទៅបញ្យល់គាត់
នឹងអាចពេលខ្លះគាត់អត់ចេះបំពេញទេនៅការប្រកាសព័ត៌មានអចលនទ្រព្យនេះគឺតលតែមេភូមិបំពេញនៅទម្រង់ឯកសារទាំងឡាយនេះជូនគាត់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអំពាវនាវដល់ម្ចាស់អចលនទ្រព្យទាំងអស់ជាពិសេសម្ចាស់អចលនទ្រព្យធំសូមអញ្ជើញមកបង់ពន្ធឲ្យបានមុនថ្ងៃទី31ខែធ្នូឆ្នាំ2011បើសិនខកខានមិនបានបង់ពន្ធនោះទេនោះនឹងត្រូវទទួលការផាកពិន័យប៉ុន្តែតេតិននឹងបញ្ហានេះប្រជាពលរដ្ឋបានសំណូមពរយ៉ាងដូចនេះថា ឃើញថាវាមានផលបាក់ច្រើនប្រជាពលរដ្ឋគាត់ត្អូញត្អែក្នុងការបង់ពន្ធណាអញ្ចឹងគាត់ខ្លះគាត់មកពី3ថ្ងៃអីអញ្ចឹងគាត់ទៅថាឥឡូវធ្វើម៉េចឲ្យបង់នៅសង្កាត់ទៅវាស្រួលតាមសង្កាត់អញ្ចឹងណាប្រជាពលរដ្ឋគាត់ថាអញ្ចឹងបានគាត់មកពី3ថ្ងៃបង់អត់បានអញ្ចឹងគាត់សុកចិត្តផ្ញើខ្ញុំមកជូនពេលអញ្ចឹងណាប៉ុន្តែសំណុំពរថាបើឆ្នាំក្រោយនឹងបង់នៅសាលាសង្កាត់វាស្រួលហ្មងនឹងលឿនកុំឲ្យប្រជាពលរដ្ឋគាត់ខាតពេលវេលាស៊ី មានសំណុំពរថាគួរតែរដ្ឋខាងក្រសួងពន្ធដារបំពាក់ឧបករណ៍ទំនើបជាពិសេសមានកុំព្យូទ័រដើម្បីឲ្យគាត់ធ្វើការបានលឿនបម្រើដល់ប្រជាពលរដ្ឋយើងបាទហើយនឹងទទួលបានលុយកាក់ចូលក្រសួងបាទហើយពេលវេលាក៏ចំណេញបាទ ក្រសួងក៏បានកំណត់ផងដែរថាតម្លៃពន្ធគិតជាប្រាក់ដុល្លារដើម្បីឲ្យអ្នកជាប់ពន្ធងាយយល់ដោយទីផ្សារនៅកម្ពុជាសប្តាហ៍ថ្ងៃនិយមប្រាក់ដុល្លារប៉ុន្តែការបង់ប្រាក់ពន្ធចូលថវិការដ្ឋវិញគឺគិតជាប្រាក់រៀលសម្រាប់ឆ្នាំ2011នេះអត្រាប្តូរប្រាក់គឺ1ដុល្លារស្មើនឹង 4000 រៀលនេះបើយោងតាមប្រកាសលេខ525 សហវអពដរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះវាជាពាក់ព័ន្ធទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលហើយវាពាក់ព័ន្ធទៅនឹងគេហៅតម្លៃនៃប្រាក់រៀលព្រោះប្រទេសនៅលើពិភពលោកប្រទេសនីមួយៗគេតែងតែព្យាយាមផ្ដល់តម្លៃនៅរូបិយប័ណ្ណអត្តសញ្ញាណរបស់ប្រទេសរបស់គេមួយអញ្ចឹងក្នុងអំណាចតម្រង់ចុងក្រោយនេះខ្ញុំមើលឃើញថារដ្ឋាភិបាលគាត់ព្យាយាមចង់ជំរុញ តម្លៃឬក៏របៀបការនៃការប្រើប្រាស់លុយរៀលយើងនឹងដើម្បីឲ្យមានប្រសិទ្ធភាពឬក៏ដើម្បីឲ្យមានទម្លាប់អនុវត្តទៅ គួរបញ្ជាក់ផងដែរថាថវិកាដែលប្រមូលបានពីការបង់ពន្ធលើអចលនទ្រព្យនេះមិនត្រូវបានបញ្ជូនទៅឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេជាគោលការណ៍គឺសម្រាប់ធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានផ្ទាល់មានដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាដើម ឃើញថាជាផ្នែកមួយល្អបំផុតសម្រាប់ជួយរដ្ឋជួយជាតិជាពិសេសគឺការបង់ពន្ធអចលនទ្រព្យនេះគឺបំរើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបាទអញ្ចឹងគឺការងារនេះល្អណាស់ហើយយើងគិតថាចំពោះប្រជាពលរដ្ឋដែលគាត់មានផ្ទះដែលតូចតាចយើងគិតទៅមិនជាប់ពន្ធទេ ខ្ញុំសូមរំលឹកផងដែរថាជាការផ្ដាំផ្ញើផងដែរថាកុំឲ្យដល់តែពេលបានថវិកាហ្នឹងទៅអត់ដឹងយកទៅធ្វើអីមិនមានមើលស្រាលថាអត់ដឹងធ្វើអីទេដូចថាឲ្យមានតម្លាភាពហើយអភិវឌ្ឍឲ្យចំគោលដៅចំណាយឲ្យចំគោលដៅបើបានមកទៅគឺយើងយកទៅធ្វើផ្លូវធ្វើថារចនាសម្ព័ន្ធឲ្យប្រជាពលរដ្ឋវិញអាហ្នឹងខ្ញុំយល់ថាប្រជាពលរដ្ឋសប្បាយចិត្តហើយបាទមិនមែនថារុញចេះតែរុញមកលើអត់ដឹងថាលុយនឹងទៅណា តាមការឲ្យដឹងពីមន្ត្រីជំនាញថាអចលនទ្រព្យដែលត្រូវលើកលែងមានដូចជាដីកំពុងធ្វើកសិកម្មអចលនទ្រព្យជាកម្មសិទ្ធិរបស់រដ្ឋហេដ្ឋារចនាសម្ព័ន្ធមានដូចជាស្ពានផ្លូវជាដើមអគារនិងសំណង់បម្រើផ្ទាល់ដល់វិស័យកសិកម្មរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសសំណង់ទាំងឡាយណាដែលសង់បានតិចជាង 80% មិនទាន់បានប្រើប្រាស់និងអចលនទ្រព្យដែលខូចខាតដោយគ្រោះធម្មជាតិ ចំពោះដីដែលបានបង់ពន្ធលើអចលនទ្រព្យរួចហើយដីនោះមិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទៀតទេដោយអនុវត្តគិតចាប់ពីឆ្នាំ2011នេះតទៅប៉ុន្តែបើដីទាំងនោះមិនទាន់បានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់មុនឆ្នាំ2011ដីនោះត្រូវបំពេញកាតព្វកិច្ចបង់ពន្ធនេះឲ្យចប់សពគ្រប់ទើបអនុញ្ញាតឲ្យបង់ពន្ធលើអចលនទ្រព្យនេះបាន